សមត្ថកិច្ចរំដោះជនរងគ្រោះ13នាក់ក្នុងនោះស្ត្រីជាអនិច្ចជន5នាក់ដែលឃាំងក្នុងហាងខារ៉ាអូខេមួយកន្លែងនៅខេត្តកំពង់ធំលោកស្រីឧត្តមសេនីយ៍ត្រីកងកុយស្នងការរងនគរបាលខេត្តកំពង់ធំទទួលផែនការប្រឆាំងការជួញដូរមនុស្សនិងយេនឌ័រនិងសម្រាប់សម្រួលនីតិវិធីសាលាដំបូងខេត្តកំពង់ធំកាលពីថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025បានដឹកនាំកងកម្លាំងចុះបង្ក្រាបករណីសញ្ញាកម្មហាងខារ៉ាអូខេមួយកន្លែងជ្រកក្រោមយីហោមលុបលៀបស្ថិតនៅភូមិដងឃុំបាឡាំងស្រុកបារាយខេត្តកំពង់ធំជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះវីសុខីអាយុ43ឆ្នាំមានទីលំនៅភូមិដងឃុំបាឡាំងស្រុកបារាយខេត្តកំពង់ធំដែលជាម្ចាស់ទីតាំងព្រមទាំងរំដោះជនរងគ្រោះបានចំនួន8នាក់ស្រីអនិច្ចជនចំនួន5នាក់ករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងកសាងនីតិវិធីដើម្បីចាត់ការបន្តតាមផ្លូវច្បាប់